ក្រុមនេះពិសោធន៍អំពីអីគេបាទសម្ពាធអាស្រ័យនឹងជំរឿតើយកកំពុងទៅធ្វើអីហ្នឹងចោះរុនមែនទេចោះរុនប្រហែល3បាទចោះរុនហើយយើងលើកបង្ហាញសមាជិកក្រុមដតីរៀងខ្ពស់បន្តិចចាំមើលសមាជិកក្រុមផ្សេងឃើញអត់ឃើញបាទអាណាបាញ់ខ្លាំងជាងគេខាងក្រោមអញ្ចឹងខាងក្រោមវាជ្រៅក៏រាក់បាទខាងក្រោមជ្រៅអញ្ចឹងសម្ពាធអាស្រ័យនឹងជំរឿកាលណារបាញ់ខ្លាំងគឺយើងថាសម្ពាធរបស់វាក៏ខ្លាំងដែរបើវាបាញ់ខ្សោយបាទខ្សោយតើទាន់នេះគ្នាយើងសម្ពាធអាស្រ័យនឹងជំរឿបាទអញ្ចឹងវាទាន់អរគុណអបអរសាទរក្រុមបាទអញ្ចឹងបន្ថែមមួយទៀតអំពីសម្ពាធការបញ្ជូនសម្ពាធមែនទេតែការបញ្ជូនសម្ពាធយើងធ្វើមិនតើបន្តក្រុមនឹងបងបន្ថែមទឹកទៀតយើងធ្វើមិនការបញ្ជូនសម្ពាធតើឲ្យលឿនថែមទឹកមកតើថែមមកថែមទឹកមកតើថែមទឹកមកតើការបញ្ជូនសម្ពាធយើងផ្លុំមិនអញ្ចឹងហ៎តើមកវគ្គទៀតផ្លុំយើងដឹងថាការបញ្ជូនសម្ពាធស្មើគ្នាគ្រប់ទីកន្លែងតើស្រោនតិចមកចាប់ចូលទៅក៏ចាប់ឈូមកអូខេអាផានេះក្រុមហ្នឹងតែប្រុសឡើងមកផ្លុំម្ដង